មិននឹកស្មានថាមាត់ទន្លេមួយកន្លែងនេះមនុស្សអ៊ូអរច្រើនបែបនេះសោះបងប្អូនអត់ដែលដឹងពីមុនមកណាដល់ពេលទៅជាក់ស្ដែងមកដឹងថាមនុស្សមកអង្គុយលេងច្រើនមែនតើអត់មានយកលុយយកកាយទេដែលនឹងទីហ្នឹងគេហៅថាកោះនរានឹងឯងហើយស្ពាននេះគឺស្ពានកោះនរាហើយអាគារនេះអត់ដឹងថាឈ្មោះអីទេធំស្អាតមែនតើហើយថ្ងៃនេះបានថតបានថ្ងៃរៀបលិចគឺទេសភាពមើលទៅកាន់តែអែមដោយសារតែឃើញព្រះអាទិត្យរៀបលិចអស់ស្ដងគត់ហើយថ្ងៃក្រហមឆ្អិនឆ្អៅហើយបងប្អូនយើងកំពុងតែអង្គុយលេងនៅមាត់ទន្លេហ្នឹងបាទអើយស្រស់ស្រាយបោះគេនេះមានតែកន្ទេលម្នាក់មួយមកក្រៅអង្គុយលេងទៅអ្នកខ្លះទៅក៏ជិះទូកកំសាន្តលេងតាមមាត់ទន្លេហ្នឹងទៅដែលនេះជាចំណុចប្រសពរវាងទន្លេមេគង្គហើយនិងទន្លេសាបផ្ទាល់តែម្ដងបងប្អូនហើយអ្នកខ្លះទៀតក៏មានស្ទូចត្រីទៀតមិនដឹងស្ទូចបានទេបងប្អូនតែគួរតែបានហើយទន្លេធំអញ្ចឹងណាគាត់ត្រូវការពេលអត់ធ្មត់សំខាន់តាំងពីស្ពានកោះនរានឹងធ្វើហើយគឺថាស្រស់ស្អាតហើយយប់ស្ពាននឹងភ្លើងស្អាតទៀតបងប្អូនហើយតែដោយសារនៅដល់យប់គាត់បានថតពេលយប់ឲ្យបងប្អូនមើលហើយទៀតសោតនៅខាងកោះនេះវិញបងប្អូនមើលមនុស្សជាក់ស្ដែងណាកន្ទេលម្នាក់មួយហ្នឹងអង្គុយបែកផ្សែងបាននៅលើវាស្មៅនឹងឯងហើយសម័យមើលអង្គុយនៅវាស្មៅបែបថ្ងៃលិចអញ្ចេះទៀតអូដាក់ជាម្នាក់មកកំប៉ុងពីកំប៉ុងញ៉ាំអីតិចតួចទៀតអូយស្រស់ស្រាយមិនទៅបងប្អូនណាគេមានកន្លែងផ្ញើឡានផ្ញើម៉ូតូគេណាបងប្អូនទៅផ្ញើឡានផ្ញើម៉ូតូឲ្យមកអង្គុយលេងហ្នឹងមកឬក៏បងប្អូនអត់ចង់ផ្ញើទេបងប្អូនគាត់ជិះដើរមើលកំសាន្តក៏បានដែរហើយបងប្អូនខ្លះអ្នកក៏គាត់ជិះទូកចេះកំសាន្តចេះនៅលើទន្លេហ្នឹងតែម្ដងបាទអូអេមែនតែនអស់តោះតែម្ដងណាតែអេដមីនក៏អត់ដែរជិះដែរទូកហ្នឹងឬថាម្នាក់ដូចជា5000ដល់10000មិនដឹងនេះបងប្អូនណាធ្លាប់ជិះអីជួយខមមិនប្រាប់ផងម្នាក់5000ឬក៏ម្នាក់10000ហើយអាហ្នឹងគេជិះគិតម៉ោងឬក៏គិតនាទីអីអត់ទេនេះអត់ច្បាស់ដែរបងប្អូនអញ្ចឹងមានតែអ្នកទស្សនាហ្នឹងហើយដែលធ្លាប់ជិះហ្នឹងខមមិន5បាទលោជាងអេដមីនទេបាទធ្លាប់ជិះទូកធ្លាប់អីអេដមីនអត់ដែរជិះសោះបាទធ្លាប់តែឃើញគេជិះបាទធ្លាប់តែឃើញស្លាកឬក៏ជិះកាត់អាចំណតគេអញ្ចឹងណាអញ្ចឹងបងប្អូននេះគឺជាទេសភាពថ្ងៃលិចនៅឯស្ពានកោះនរាក៏ដូចជាកោះនរានេះតែម្ដង